របស់ទាំងអស់នេះមិនអាចយកចេញលោកក្នុងពេលទៅមួយបានទេបើមិនចឹងទេនោះនឹងត្រូវគេសឹកលោកម្ដងមួយទៀតមានសមត្ថភាពហើយក៏មានបទពិសោធន៍ផ្ទាល់តែមានតម្លៃខ្ពស់លោកគ្រូឈិនបើលោកអាចជួយរកថោកការមេយន្តចាំមកខាងទៀតសម័យទីជប៉ុនវិញខ្ញុំសុខចិត្តចំណាយ20លានដើម្បីទិញយកអ្នកនាងសៀមិនមែនខ្ញុំមិនជួយទេតែមកខាងទៀតបន្ទូលពីនេះគឺរកមិនឃើញដំណឹងសោះទំនងជាមិនសូវមានឱកាសរក្សាទុកបានទេតែដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបានលោកគ្រូឆាន់អូនប្រុសបានស៊ីយន់មកដល់ទៀតហើយមិនមែនថាក្មេងប្រុសម្នាក់នេះមកលក់របស់ល្អទៀតទេអ្នកនាងសៀសូមជួយទៅជាមួយខ្ញុំបន្តិចសូមអញ្ជើញក្មួយវាងខ្ញុំសូមណែនាំលោកបន្តិចនេះគឺអ្នកនាងសៀនាយកក្រុមហ៊ុនសៀហេតុអីលោកគ្រូឆិនរស់រាយជាមួយគេយ៉ាងនេះសួស្ដីមើលទៅខ្ញុំបានខំពេលហើយមែនទេមិនអីទេក្មួយវាងថ្ងៃនេះក្មួយមកនេះមិនដឹងថាមានការអ្វីទេខ្ញុំជឹកធូបការមេជន់យ៉ាងយកមកលក់ថោកការមេយន្តយ៉ាងថោកការមេយន្តយ៉ាងនេះថោនេះលោកបានមកពីណាលោកគ្រូឆិនលោកគួរតែមើលវត្ថុបុរាណនេះសិនទៅគួរឲ្យខឹងណាស់មិនខ្វល់ពីខ្ញុំសោះមើលអាសិកាបែបនេះស្មានតែថោនេះក៏ដឹងខ្លាំងៗដែរទម្រង់ពណ៌លូងព្រមទាំងការឆ្លាក់នៅផ្នែកខាងក្រោមនិងស្នាមរលាត់គឺត្រូវគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងថូបការមេដែលព្រះរាជវាំងប្រទាននេះគឺជាវត្ថុពិតនេះគឺជាថូបការមេយន់យ៉ាងសម័យរាជវង្សមីងផ្នែកខាងឆ្វេងនេះពិតមែនទេលោកគ្រូឆិនភ្លេចល្អពិតមែនតើលោកគ្រូឲ្យតម្លៃប៉ុន្មានដែរទៅក្មួយវាងថ្ងៃនេះក្មួយមកដល់មិនយឺតមិនលឿនពេលនេះជាពេលសមស្របបំផុតតម្លៃនេះអាចកាត់ឡើងទ្វេដងខ្ញុំឲ្យ20លានលោកលក់ថោនេះឲ្យខ្ញុំឲ្យ20លានលោកលក់ថោនេះឲ្យខ្ញុំតំណែងខ្ញុំបានស្មានដល់បំផុតគឺ10លានស្រីម្នាក់នេះមានប្រវត្តិបែបណាគឺអាចចង់ដល់ទៅ20លានអាធំកាត់ដេកកម្រិតខ្ពស់មកមានកំណត់មានតម្លៃ20000យន់អាក្នុងកម្រិតកម្ពស់ដេកដៃមានតម្លៃ30000យន់ខោក្នុងកាត់ដេកកម្រិតខ្ពស់ធ្វើពីកបាសសុទ្ធមានតម្លៃ10000យន់ខោក្នុងក៏មានតម្លៃដៃដែរai xây kia ai khétណាចឹងអីអញទ្រាំមិនបានទេអញរត់ប៊ូជាអីងប់អាធំកាត់ដេកកម្រិតខ្ពស់មកមានកំណត់មានតម្លៃ20000យន់អាក្នុងកម្រិតកម្ពស់ដេកដៃមានតម្លៃ30000យន់ខោក្នុងកាត់ដេកកម្រិតខ្ពស់ធ្វើពីកបាសសុទ្ធមានតម្លៃ10000យន់ខោក្នុងក៏មានតម្លៃដៃដែរសម្រាប់ខ្ញុំរើសអត់កន្លះខែឬមួយក៏មួយខែនេះហើយជាពិភពលោករបស់មហាសេដ្ឋីក្នុងរឿងព្រេង20លានដើម្បីទិញថោរបស់លោកតែលោកព្រមឬមិនព្រមនេះនៅនាងសៀថូបការមកខាងទៀតគឺរសារទុកនៅផ្ទះរបស់នាងដូច្នេះហើយទើបនាងទិញក្នុងតម្លៃលើសពីទីផ្សារខ្ញុំនិយាយត្រូវហើយថ្ងៃនេះក្មួយមកគឺត្រូវពេលបំផុតការពិតគឺចឹងសោះធូបការមេជន់ចាំមកខាងទៀតនៅក្នុងដៃនេះអ្នកនេះសារត្រូវការប្រើប្រាស់ថែមទាំងឲ្យតម្លៃទីផ្សារគឺនឹងពីរបាទខ្ញុំមកព្រមទៀតឈួតសតហើយតើពេលមិនដែរទេបាទខ្ញុំមកព្រមលក់ទេឈួតសតហើយ20លានខ្ញុំបានតែលោកវិញហើយតែឡើងនេះថោនេះជារបស់ខ្ញុំហើយលោកគ្រូឆិនបើថោនេះបានដល់ដៃហើយខ្ញុំសូមលាទៅមុនឡោហើយសូមនាងសៀជួយដល់សុខភាព20លាននេះទោះបីជាខ្ញុំរើសអត់ពីជីវិតក៏មិនអាចរកបាននោះដែរខ្លាចជាសេដ្ឋីលុយរាប់លានតែនៅតែមានអារម្មណ៍ថាមិនពិតទេក្មួយវាងក្នុងមួយថ្ងៃក្មួយលោកបាន2ដងនៅគ្រឿងប៉ូស្តេឡែនដែលមានតម្លៃខ្ពស់ខ្ញុំអាចសួរមួយបានទីរបស់ទាំងនេះក្មួយបានមកពីណានេះកំពុងតែសួរប្រវត្តិខ្ញុំមែនទេតែគួរស្ដាយគឺប្រញាប់ពេកហើយរបស់ទាំងនេះគឺសុទ្ធតែរើបានពីទីផ្សារវត្ថុបុរាណក្បែរនេះមិនមែនជារបស់មានតម្លៃខ្លាំងល្អទោះបីជាខ្ញុំសាកល្បងគេច្បាស់បន្តិចតែឯងនេះគឺធ្វើប្រហែលពេកហើយបើផ្សារវត្ថុបុរាណក្បែរនេះអាចលោកបានរបស់តម្លៃរាប់លាននិងរាប់សិបលានតើយើងបើកហាងវត្ថុបុរាណធ្វើអីតែទោះជាយ៉ាងណាក្មេងលោកចេញ2ដងក្នុងមួយថ្ងៃប្រហែលជាមានសមត្ថភាពពិតមែនហើយបើគឺមានភាពវាល្អខ្ញុំអាចទទួលគេធ្វើជាសិទ្ធិបានលោកគ្រូឆិនបាទគ្មានកិច្ចការទេខ្ញុំទៅសិនហើយណាគឺដែរម្ដងលើថាក្បែរនេះបើកទទួលតំណែងមួយទឹកថ្មរ៉ៃឆាត់ដល់មក2មីលីម៉ាប្រហែលចាយយកចូលបានខ្លះក្មួយវាងចាំបន្តិចខ្ញុំនឹងមានវត្ថុមានតម្លៃមួយទៀតដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបានក្មួយវាងឲ្យតែក្មួយអាចមើលដឹងពីប្រវត្តិនិងតម្លៃរបស់វាខ្ញុំនឹងឲ្យក្មួយ1លានពិតមែនទេពិតមែន1លានខ្ញុំនឹងឲ្យភ្លាមនេះគឺជាចាត់ផ្កាមានកញ្ចក់រលូងនៅក្នុងរាជវាំងសម័យរាជវង្សយួនបច្ចុប្បន្នមានតម្លៃ10លានបើឯងមើលត្រូវខ្ញុំនឹងឲ្យឯង1លានចាត់ទុកជាកាដូទទួលសិនបើឯងមើលមិនត្រឹមត្រូវចាំតែតាំងខ្ញុំ2-3ឆ្នាំទៀតសិនឈ្មោះវត្ថុចាំការឆ្នៃកញ្ចក់រលូងពណ៌ខៀវក្នុងរាជវាំងសម័យយួនធ្វើប្រាប់តាមកម្រិតខ្ពស់នៃសម័យសាធារណរដ្ឋចិនតម្លៃពិត1000យន់ស្នាមคล้ายៗផ្នែកខាងក្នុងវត្ថុមានស្នាមប៉ូលីសបន្តិចបន្តួចនៅកន្លែងផ្សារចូលខាងក្នុងឃើញមានស្នាមប្រេះតូចនេះជារបស់ឯងខ្លាំងសោះប៉ុន្តែមើលទឹកមុខលោកគ្រូឆិនកំឡុងជាគិតថាពិតយ៉ាងមិនហើយមើលមិនដឹងទេអាចចាប់កាន់មើលបានលោកគ្រូឆិនបានខ្ញុំគិតថាធូននេះខ្លាំងៗលោកខាងណាទៀតកុំខាងខ្ញុំអីថាមិនលោកគ្រូឆិនបានខ្ញុំថាធូននេះខ្លាំងៗលោកខាងណាទៀតថាមិនខ្លាំងៗឯងថាវាខ្លាំងៗភ័ស្តុតាងនៅឯណា
លោកគ្រូឈិនពិតជាមិនបានចាប់អារម្មណ៍ទេតែមិនមែនជារឿងចម្លែកទេកន្លែងខ្លាំងៗគឺលាក់បាំងខ្លាំងណាស់មនុស្សធម្មតាមិនអាចយល់ឃើញទេបានមិនមែនតែសារចាប់ប្រព័ន្ធទំនងជាមួយជីវិតខ្ញុំក៏មិនដឹងដែរទោះជារឿងមួយជីវិតក៏មិនដឹងក៏បានជាការពុតប្រាប់គាត់ដែរលោកគ្រូឈិនសូមអញ្ជើញទេសូមមានការងារសូមទៅសិនហើយណា អេចាំបន្តិចក្មួយបាទថ្ងៃនេះបាយមិននិយាយប្រាប់ឲ្យបានច្បាស់តើខ្ញុំអាចឲ្យទៅបានទេ លោកគ្រូឈិនលោកចង់មកខំមនុស្សមែនទេ ឲ្យតែឯងនិយាយបានត្រឹមត្រូវថាធូរនេះខ្លាំងៗនៅកន្លែងណាខ្ញុំនឹងឲ្យឯងមួយលីង លោកគ្រូឈិនអញ្ចឹងនិយាយគ្នាហើយណាបានចូលនិយាយហើយលោកមិនអាចខាងបានទេ កុំបារម្ភខ្ញុំធ្លាប់នៅក្នុងវិស័យវត្ថុបុរាណនេះរាប់សិបឆ្នាំតើមានខ្ចប់ជួអ្វីខ្លះដែលខ្ញុំមិនធ្លាប់ជួត្រឹមធូរប៉ូស្លេនតូចមួយនេះហេតុអីខ្ញុំត្រូវខឹងក្មេងនេះជាល្បិចតាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំឬមួយឯងមើលច្រឡំចាំផ្កាឆ្នៃកញ្ចក់លោកពណ៌ខៀវក្នុងរាជវង្សសម័យយន្តគឺពិតជាមិនអាចខ្លាំងខ្លាយទេ លោកគ្រូឈិននេះគឺជាចានឆ្នៃកញ្ចក់រលោងពណ៌ខៀវក្នុងសម័យជាន់ហើយណាក៏មានតម្លៃរាប់សិបលានជាន់ ក្មេងនេះមិនចាប់កាន់មើលគ្រាន់តែមើលដោយភ្នែកក៏ដឹងថាជាវត្ថុខ្លាំងខ្លាយនៅគឺថាឯងមានភ្នែកល្អទៀត ឯវត្ថុនេះគឺជារបស់ខ្លាំងៗទេខ្លាំងៗសុទ្ធជាវត្ថុមិនអាចប្រកែកបាន ឯងនិយាយស្អី ai xây kia ai khét nào វត្ថុលោកនេះគឺជារបស់ខ្លាំងៗមិនអាចប្រកែកបាន ឯងនិយាយអីខ្លាំងខ្លាយសុទ្ធទេអេក្មួយវាងក្មួយត្រូវតែនិយាយបានច្បាស់តើវាខ្លាំងខ្លាយនៅកន្លែងណា ជាដំបងលោកគ្រូឈិនបញ្ហានៃធននេះគឺស្ថិតនៅលើត្រង់វត្ថុរបស់វាជាពិសេសបន្ទាត់នៅខាងក្នុងធនលោកអាចសាកល្បងចាំមើលបាន បន្ទាត់នេះពេញរៀបស្មើនឹងរលូងនេះគឺស្របតាមលក្ខណៈពិសេសនៃសិប្បកម្មសម័យរាជវង្ស លោកឈិនលោកនឹងបានច្បាស់ជាងនេះទៅថាបន្ទាត់នេះរឹងមានគឹមហើយនឹងជ្រុងច្បាស់មែនទេ ត្រូវហើយតែរឿងរឹកបន្តិចប៉ុន្តែនេះច្បាស់ជាស្នាដៃរបស់មេជាងសិប្បកម្មទើបអាចឆ្លាក់បានយ៉ាងល្អិតល្អន់បែបនេះតើវាមានបញ្ហាអី បើមានតែពីខ្សែក៏មិនដែរតែបន្ទាត់ទាំងមូលគឺសុទ្ធតែបែបនេះនោះគឺជាបញ្ហាហើយនេះច្បាស់ជាឆ្លាតដល់កាក់ហើយសម័យរាជវង្សយ័ន្តមានកាត់ដែរទេ ពិតមែនសម័យរាជវង្សយ័ន្តមិនមានសិប្បកម្មឆ្លាក់កាក់ទេតែគ្រាន់តែចំណុចនេះមួយគឺបញ្ញាក៏ច្បាស់ពេកហើយ លោកគ្រូឈិនលោកអាចចាប់ដើមមើលផ្នែកខាងក្រោមធូបបាននៅត្រង់បាត់ធនដើម្បីស្ទាបមើលដូច្នេះហើយទើបចង់ថានេះគឺជាវត្ថុខ្លាំងៗដែលមិនអាចប្រកែកបានតែវាមិនបាននេះថាសម័យទំនើបក៏ជាសម័យសាធារណរដ្ឋចិនដែរលោកគ្រូឈិនមិនអីទេ អុយ លោកមិនអីទេ អុយ លោកគ្រូឈិនលោកប្រឡាក់បែបនេះខ្ជិលពេកហើយទោះបីជាខ្លាំងៗក៏មានតម្លៃជាង1000វត្តដែរ 1000យ័ន្តពិតជាខ្លាំងណាស់តែវត្ថុនេះយកមកចំណាយ10លានទិញបែរជាមើលច្រឡំ លោកគ្រូឈិន ចឹងអីអញទ្រាំមិនបានទេអញរត់ប៊ូជាអីងប់ លោកមិនអីទេ មិនបានទេពិតជាមិនអាចឲ្យក្មេងនេះមើលដឹងថាខ្ញុំមួយច្រឡំទេខ្ញុំត្រូវបាត់បង់មុខមាត់ហើយមិនអីទេមួយរយៈនេះខ្ញុំកំពុងតែហាក់ប្រាណក្មួយអាចមើលដឹងថាវាខ្លាំងខ្លាយបញ្ជាក់ថាភ្នែកក្មួយតាមទាន់ខ្ញុំហើយតែខ្ញុំឆ្មាំឆ្ងាញ់ពេក លោកគ្រូឈិនកុំដើម្បីខ្ញុំត្រូវនឹងបន្ថែមទៀត តែអ្នកនេះរបស់លោកបានទទួលប្រាក់1លានយន់ រកបានមានការងារស្រួលបែបនេះការរកលុយនេះគឺពិតជាងាយស្រួលពេកហើយ ក្មួយវាងមិនមែនក្មួយថាមានការងារធ្វើទេក្មួយអាចទៅបានហើយណា លោកគ្រូឈិនខ្ញុំមកជួយលោកមើលវត្ថុបុរាណផ្សេងទៀតបានលើកហើយខ្ញុំទៅ50,000ទៅគឺបានហើយលោកគ្រូឈិនខ្ញុំមកវិញទៀតទៅមុនសិនហើយ ប៉ាគេទៅហើយនៅ កូនស្រីយ៉ាប៉ាចាស់ហើយមើលច្រឡំក៏មិនអីដែរថែមទាំងឲ្យអ្នកចំនួនក្រោយចង្អុលបង្ហាញមុខមាត់ចាស់នេះបាត់បង់អស់ហើយ វ៉ាងស៊ីវយួនគេខ្លាំងយ៉ាងនេះហ៎ អាធំកាត់ដេរកម្រិតខ្ពស់មួយមានកំណត់មានតម្លៃ 20,000 យន់អាក្នុងកម្រិតកម្ពស់ដេរដៃមានតម្លៃ 30,000 យន់ខោក្នុងកាត់ដេរកម្រិតខ្ពស់ធ្វើពីកប្បាសសុទ្ធមានតម្លៃ 10,000 យន់ ខោក្នុងក៏មានតម្លៃដែរស្មានខ្ញុំរើអត់កន្លះខែ ai xây kia ai khét nào ចឹងអីអញទ្រាំមិនបានទេអញរត់ប៊ូជាអីងប់ ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ